តែទី3ឆ្លង50000ដដែលអាទិត្យនេះខ្ញុំមកផ្សារទៅនៅវិញតាំងតែ50000នឹងគ្រប់អីមិនគ្រប់ទេចឹងរបស់ដែលខ្ញុំបានតិចគឺបានប៉ុណ្្នឹងឯងមុននឹងខ្ញុំទៅផ្សារហ្នឹងគឺខ្ញុំគិតហើយថាខ្ញុំត្រូវទិញឯងព្រោះបាត់ចិត្តនៃម្ហូបគឺមានតែ50000ទេអញ្ចឹងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺខ្ញុំទិញបានសាច់បានកែបបានថៃបានអីអញ្ចឹងណាមានសាច់ជ្រូកមានអីដែរហើយក៏ទិញបានផ្លែក្រូចហើយនឹងទឹកដោះគោសម្រាប់ឆុងកាហ្វេដែរពេលមកដល់ផ្ទះសាច់ហ្នឹងគឺខ្ញុំត្រូវវេចខ្ចប់ឡើងវិញដោយសារយើងលៃឲ្យត្រូវពេលសាច់ជ្រូកហ្នឹងរៀងធំដែរអញ្ចឹងខ្ញុំលៃឲ្យបាន2ពេលតែប្រហែលជាអាចនឹងមួយថ្ងៃព្រោះដោយសារឆ្អឹងវាធំហើយចំពោះសាច់មាន់វិញដុំណាធំគឺសម្រាប់ញ៉ាំពេលផឹកដុំណាតូចគឺសម្រាប់ញ៉ាំពេលល្ងាចដោយសារពេលល្ងាចពួកខ្ញុំអត់សូវញ៉ាំសាច់ច្រើនទេតែបើញ៉ាំអាចញ៉ាំថៃទៅពឹសអីអញ្ចឹងណាពេលល្ងាចអញ្ចឹងបន្ទាប់ពីលៃហើយសាច់យើងបានច្រើនណាស់អញ្ចឹងសរុបមកខ្ញុំទិញអស់55000តែសាច់អស់តែ42000ទេអញ្ចឹងនៅសល់$1.98ហ្នឹងគឺខ្ញុំសម្រាប់ចិត្តទិញបន្លែនៅខាងក្រៅហើយខ្ញុំក៏ទិញកពឹសបន្ថែមតិចដែរហើយបន្លែទាំងអស់ហ្នឹងគឺខ្ញុំទិញនៅខេត្តធូទេហើយសិតតែបន្លែសែតែគួរនេះស្បៃនេះវិញពូគាត់ឲ្យទេហើយបើបន្លែទាំងអស់នេះសិតតែធូថ្លៃទាំងអស់ហ្នឹងព្រោះដោយសារតែនៅខេត្តយើងគឺសបោអញ្ចឹងណាអញ្ចឹងចំពោះនេះបន្លែឆៃថាវហើយនឹងការ៉ុតនេះខ្ញុំទិញអស់តែ1500ទេហើយចំពោះអានោហើយតម្លៃនោះគឺអស់1000គាត់ហ្មង1500ពេលខ្ញុំទៅទេហើយឲ្យតែរបស់ដែលអត់អស់លុយគឺខ្ញុំប្រមូលមកអស់ណាមួយយើងញ៉ាំបន្លែធម្មជាតិបែបហ្នឹងគឺយើងអត់សូវមានជាបញ្ហាសុខភាពអញ្ចឹងណាហើយបើក្តឹបបាឡឹកនេះវិញខ្ញុំទិញតែ1300ផ្កាលពៅនេះវិញគឺមីងគាត់ឲ្យអញ្ចឹងអត់អស់លុយទេបន្លែ3មុខដែលអត់អស់លុយទឹកហ្នឹងហើយល្ហុងនេះគឺល្ហុងផ្ទះនិយាយទៅឡើងស្រស់ហ្មងហើយតែរបស់ធម្មជាតិគឺខ្ញុំចូលចិត្តណាស់